សូមជូនរឿងប្រវត្តិក្នុងខេត្តព្រះវិហារខេត្តព្រះវិហារគឺជាខេត្តដែលស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសកម្ពុជាខេត្តនេះមានផ្ទៃដីធំជាងគេលំដាប់ទី2និងមានប្រជាជនរស់នៅតិចនៅតំបន់ភ្នំនិងខ្ពង់រាបដែលជាខេត្តមានលក្ខណៈវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិនៅភាគខាងជើងនៃខេត្តជាប់នឹងប្រទេសថៃនិងឡាវដែលបង្កើតជាច្រកអន្តរជាតិសម្រាប់ពាណិជ្ជកម្មនិងទេសចរណ៍ខេត្តព្រះវិហារគឺជាតំបន់មួយនៅភាគខាងជើងនៃកម្ពុជាដែលអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនសម្រាប់មកទស្សនាប្រាសាទបុរាណនិងទេសភាពព្រៃធម្មជាតិរីឯទីរួមខេត្តព្រះវិហារគឺក្រុងព្រះវិហារប្រវត្តិសាស្ត្រខេត្តព្រះវិហារត្រូវបានបង្កើតឡើងដោយក្រមលេខ194បរោនាថ្ងៃទី22ខែកក្កដាឆ្នាំ1964គឺក្រោយពេលព្រះរាជាណាចក្រកម្ពុជាឈ្នះក្តីលើប្រទេសថៃតាមសាលក្រមចុះថ្ងៃទី15ខែមីនាឆ្នាំ1962នៅតុលាការអន្តរជាតិនាទីក្រុងឡាយប្រទេសហូឡង់ដោយបានដាក់ឈ្មោះថាខេត្តព្រះវិហារបើយោងតាមឯកសាររដ្ឋបាលខេត្តបានឲ្យដឹងថាខេត្តព្រះវិហារកាលនោះមានចំនួន4ស្រុកដែលរួមមានស្រុករវៀងស្រុកឆែបស្រុកជាំខ្សានដែលកាត់ចេញពីខេត្តកំពង់ធំនិងស្រុកអង្គរធំដែលកាត់ចេញពីខេត្តសៀមរាបមាន3ឃុំគឺឃុំអន្លង់វែងឃុំថ្កូវនិងឃុំកោះកែវខេត្តកំពង់ធំរួមមានស្រុកកំពង់ស្វាយដែលរួមមានឃុំស្ដៅឃុំព្រំតេបឃុំភ្នំត្បែងនិងឃុំឆ្មាកាត់ចេញពីស្រុកសណ្ដានខេត្តកំពង់ធំនិងកាត់ដីផ្នែកខ្លះនៃខេត្តស្ទឹងត្រែងខេត្តព្រះវិហារមានទីរួមខេត្តនៅកំពង់ប្រណាកដោយមានឈ្មោះថាភ្នំត្បែងមានជ័យក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1982រហូតដល់ថ្ងៃទី25ខែកុម្ភៈឆ្នាំ2009ស្រុកត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញនៅថ្ងៃទី17ខែឧសភាឆ្នាំ2009ហើយខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែនទីតាំងនិងភូមិសាស្ត្រខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្ត្រទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជាដែលមានចម្ងាយពីរាជធានីភ្នំពេញប្រមាណចម្ងាយ294គីឡូម៉ែត្រជាខេត្តស្ថិតនៅតំបន់ខ្ពង់រាបតំបន់ព្រៃភ្នំភូមិសាស្ត្រដែលមានភាពទូលាយសម្បូរព្រៃឈើធំធំជាជម្រកសត្វព្រៃគ្រប់ប្រភេទរ៉ែធនធានធម្មជាតិនិងសំណង់ប្រវត្តិសាស្ត្រប្រាសាទបុរាណព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃនិងប្រទេសឡាវប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំប៉ែកខាងលិចទល់នឹងខេត្តសៀមរាបនិងឧត្តរមានជ័យប៉ែកខាងកើតទល់នឹងខេត្តស្ទឹងត្រែងខេត្តព្រះវិហារមានផ្ទៃដីសរុប13788គីឡូម៉ែត្រការ៉េក្នុងនោះផ្ទៃដីបង្កបង្កើនផលមានចំនួន30000ហិកតានិងមានចំនួន85%ជាព្រៃឈើខេត្តចែកចេញជា7ស្រុកក្រុងរួមមាន47ឃុំដែលមានភូមិសរុប208ភូមិនិងសង្កាត់មាន2ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើនជាជនជាតិខ្មែរនិងមានជនជាតិភាគតិចគួយប្រមាណ20%មានរបរធ្វើស្រែចម្ការរកជ័ររកវល្លិលក់ដូរនិងនេសាទត្រីបន្តិចបន្តួចការងារធ្វើស្រែចម្ការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយមគឺធ្វើស្រែប្រវាស់មេឃតំបន់សក្តានុពលទេសចរ
ខេត្តព្រះវិហារជាខេត្តមួយសម្បូរទៅដោយផលិតផលទេសចរណ៍ច្រើនជាងគេសម្រាប់អភិវឌ្ឍដើម្បីទាក់ទាញទេសចរឲ្យមានការចាប់អារម្មណ៍និងមកកំសាន្តប៉ុន្តែមានចំណុចលំបាកជាច្រើនដែលធ្វើឲ្យវិស័យទេសចរមានការធ្លាក់ចុះនិងរាំងស្ទះដល់ការអភិវឌ្ឍគឺគ្មានមធ្យោបាយគ្រប់គ្រាន់សម្រាប់ធ្វើការផ្សព្វផ្សាយលើឆាកអន្តរជាតិឲ្យធំទូលំទូលាយប៉ុន្តែប្រាសាទព្រះវិហារវិញក៏បានបើកឲ្យភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករនាពេលបច្ចុប្បន្នខេត្តព្រះវិហារមានសន្តិសុខល្អគ្រប់គ្រាន់សម្រាប់ឲ្យភ្ញៀវទេសចរមកទស្សនាខេត្តព្រះវិហារមានតំបន់ទេសចរទាក់ទាញជាច្រើននិងមានប្រាសាទបុរាណប្រហែល245ប្រាសាទប្រាសាទព្រះវិហារប្រាសាទព្រះវិហារមានទីតាំងនៅភូមិធម្មជាតិឃុំស្រអែមស្រុកជាំខ្សានលើជួរភ្នំដងរែកជាប់ព្រំប្រទល់អន្តរជាតិកម្ពុជានិងប្រទេសថៃប្រាសាទព្រះវិហារមានចម្ងាយផ្លូវ400គីឡូម៉ែត្រពីភ្នំពេញតាមផ្លូវជាតិលេខ62និង150គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារប្រាសាទព្រះវិហារត្រូវបានកសាងឡើងក្នុងសម័យអង្គរដោយព្រះមហាក្សត្រព្រះបាទសូរវរ្ម័នទី1នៅក្នុងសតវត្សទី11និងត្រូវបានកសាងដោយព្រះមហាក្សត្រជាច្រើនអង្គទៀតប្រាសាទព្រះវិហារមានឈ្មោះតាមសេវលឹង្គនៅក្នុងប្រាសាទដែលមានឈ្មោះថាស្រីសិក្ខាវិស្វរៈដែលមានន័យថាអំណាចនៃកម្ពូលសីវលឹង្គដែលតម្កល់នៅក្នុងប្រាសាទនេះត្រូវបាននាំយកមកពីប្រាសាទវត្តភូប្រទេសឡាវដើម្បីតម្កល់ទុកនៅក្នុងប្រាសាទនេះប្រាសាទព្រះវិហារមានគោបុរៈឬក្លោងទ្វារចំនួន5ដែលរៀបចំពីគោបុរៈទី1នៅខាងលើរហូតដល់គោបុរៈទី5ប្រាសាទព្រះវិហារបែរមុខទៅទិសខាងជើងភ្នំនេះមានកម្ពស់740ម៉ែត្រធៀបកម្ពស់ទឹកសមុទ្រដោយមានក្រឡាផ្ទៃ800ម៉ែត្រ400ម៉ែត្រចំណោតខ្លាំងពីទឹកដីកម្ពុជានិងរាងទេទៅរកទឹកដីប្រទេសថៃប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008ប្រាសាទព្រះខ័នឬកំពង់ស្វាយប្រាសាទព្រះខ័នកំពង់ស្វាយអ្នកស្រុកហៅថាប្រាសាទបាកានដែលមានទីតាំងស្ថិតនៅភូមិតាសែងឃុំរណសេស្រុកសង្គមថ្មីនៅជិតព្រំប្រទល់ខេត្តកំពង់ធំនិងសៀមរាបស្ថិតនៅភាគនិរតីចម្ងាយចំនួន105គីឡូម៉ែត្រពីទីរួមខេត្តប្រាសាទបាកានមានក្បូរក្បាច់រចនាប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរតែកសាងមុនពេលលើករាជធានីទៅអង្គរវត្តប្រាសាទបាកានមានឈ្មោះដើមហៅថាជ័យស្រីប្រាសាទនេះកសាងដោយព្រះបាទសូរវរ្ម័នទី1គ្រិស្តសករាជ1002លើបូជនីយដ្ឋានចាស់របស់ព្រះបាទសូរវរ្ម័នទី1និងមានបន្ថែមរចនាបថមុខ4ខ្លះដោយព្រះបាទជ័យវរ្ម័នទី7មុនពេលឡើងគ្រងរាជ្យនៅអង្គរគ្រិស្តសករាជ1181តែព្រះអង្គបានកសាងប្រាសាទនេះដើម្បីតម្កល់ធាតុញាតិវង្សនិងបរមគ្រូរបស់ព្រះអង្គប្រាសាទព្រះខ័នកំពង់ស្វាយស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រទ័ពដែលមានលក្ខណៈពិសេសដូចជាមានទឹកព័ទ្ធជុំវិញនិងស្ថិតក្បែរប្រាសាទមានកន្លែងស្លដែកសម្រាប់ធ្វើជាអាវុធទៀតផងប្រាសាទនេះត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី7ដើម្បីបង្ហាញពីការឈ្នះចម្បាំងជាមួយប្រទេសចម្ប៉ាផងដែរប្រាសាទកោះកែតំបន់រមណីយដ្ឋានប្រាសាទកោះកែមានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ស្រុកគូលែនដែលស្ថិតនៅជិតព្រំប្រទល់ខេត្តសៀមរាបមានចម្ងាយ72គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារក្រុមប្រាសាទកោះកែវមានប្រាសាទព័ទ្ធជុំវិញចំនួន38ប្រទេសដែលមានចម្ងាយពីប្រាសាទមួយទៅប្រាសាទមួយពី2ទៅ5គីឡូម៉ែត្រប្រាសាទកោះកែវត្រូវបានកសាង
ឡើងដោយព្រះបាទជ័យវរ្ម័នទី4នៅក្នុងឆ្នាំ921ដល់942ប្រាសាទនេះស្ថិតនៅ80គីឡូម៉ែត្រនៃទិសឦសានអង្គរធំប្រាសាទនេះមានលក្ខណៈជាប្រាសាទភ្នំមាន7ថ្នាក់កម្ពស់35ម៉ែត្រតំបន់រមណីយដ្ឋានប្រាសាទកោះកែដែលមានឈ្មោះដើមថាឆោកគឺតាមរយៈសិលាចារឹកប្រាសាទដំរីរមណីយដ្ឋានប្រាសាទកោះកែមានប្រាសាទជាច្រើននៅក្នុងនោះមានដូចជាប្រាសាទធំប្រាសាទចិនប្រាសាទដំរីប្រាសាទលឹងប្រាសាទច្រាបប្រាសាទក្រចាប់ឡាក់តំបន់រមណីយដ្ឋានប្រាសាទកោះកែជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី4បន្ទាប់ពីព្រះអង្គបានផ្លាស់ប្ដូររាជធានីពីសោតរេបូរៈរបស់ព្រះបាទជ័យសោវរ្ម័នទី1ភាគច្រើនប្រាសាទនៅក្នុងតំបន់កោះកែសាងសង់អំពីថ្មភក់ប្រាសាទក្រពុំឈូកប្រាសាទក្រពុំឈូកមានទីតាំងស្ថិតនៅក្នុងស្រុករវៀងខេត្តព្រះវិហារប្រាសាទនេះមានចម្ងាយប្រហែល45គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារប្រាសាទក្រពុំឈូកស្ថិតនៅក្នុងឃុំរំដោះស្រុករវៀងខេត្តព្រះវិហារចម្ងាយប្រមាណ45គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារប្រាសាទនេះត្រូវបានស្ថាបនាឡើងពីថ្មបាយក្រៀមនិងថ្មភក់ក្នុងសតវត្សទី10ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាប្រាសាទអ្នកបួសប្រាសាទអ្នកបួសដែលស្ថិតនៅលើកូនភ្នំមួយដើមឡើយមានឈ្មោះថាច័ន្ទគិរីស្រុកជាំខ្សានខេត្តព្រះវិហារតាមពិតទៅគឺជាក្រុមប្រាសាទដែលត្រូវបានកាន់កាប់កសាងនិងគ្រប់គ្រងពីសតវត្សទី7ដល់សតវត្សទី11នៃគ្រិស្តសករាជប្រាសាទអ្នកបួសដែលស្ថិតនៅលើកូនភ្នំមួយដើមឡើយមានឈ្មោះថាច័ន្ទគិរីដែលមានទីតាំងស្ថិតនៅក្នុងស្រុកជាំខ្សានខេត្តព្រះវិហារតាមពិតគឺជាក្រុមប្រាសាទដែលសាងសង់និងគ្រប់គ្រងកាន់កាប់តាំងពីសតវត្សទី7ដល់សតវត្សទី7នៃគ្រិស្តសករាជប្រាសាទនេះត្រូវបានសិក្សាដោយលោកប៉ាម៉ង់ទីយេនិងលោកឡាសង់គីសាលោកអៃមូនីញេនិងលោកបាអស់រយៈពេលមួយសតវត្សមកហើយចុងក្រោយបំផុតសិលាចារឹកសំខាន់ៗទាំងនោះដែលមានរហូតដល់ទៅ9ទាំងត្រូវបានបកប្រែជាបន្តបន្ទាប់ជាពិសេសសិលាចារឹក K341 និងបកប្រែដោយលោកសកសដេនៅក្នុងឆ្នាំ1954ចេញពីផ្លូវគ្រួសច្រកអានសេះមានផ្លូវបំបែកមួយទៅកាន់ផ្លូវប្រាសាទអ្នកបួសឬប្រាសាទច័ន្ទគិរីជាផ្លូវមួយមានចម្ងាយប្រហែល3គីឡូម៉ែត្រក៏ប៉ុន្តែនៅជ្រលងភ្នំស្រះស្រង់ឬបារាយទឹកបុរាណមួយនៅជើងភ្នំខាងក្រោមប្រាសាទដែលមានទំហំដីធំល្វឹងល្វើយមានទឹកថ្លាឆ្វងសម្រាប់ធ្វើពិធីសាសនាព្រហ្មញ្ញនិងសម្រាប់ការបង្ហូរទឹកស្រោចស្រពស្រូវប្រាំងនៃស្រែចម្ការរបស់សហគមន៍ខ្មែរតាំងបុរាណរហូតដល់សព្វថ្ងៃប្រាសាទច័ន្ទគិរីឬប្រាសាទអ្នកបួសមានជណ្ដើរបែរមុខទៅទិសខាងត្បូងមានកាំជណ្ដើរ11កាំមានទំហំ11ម៉ែត្រផ្នែកជាន់ទី1និងជាន់ទី2មានទំហំតូចជាងបន្តិចដោយពុំអាចវាស់វែងបានពីព្រោះដោយសារព្រៃក្រាស់និងបាក់បែកពិបាកវាស់វែងនៅកាំជណ្ដើរនៃកោបុរៈមានការបាក់បែកស្ទើរទាំងអស់ប្រាសាទនេះមានកំពែងថ្មបាយក្រៀមនិងថ្មភក់ព័ទ្ធជុំវិញចំនួន3ជាន់នៅក្នុងបរិមាណនោះមានប្រាង្គធំបែរមុខទៅទិសខាងត្បូងក្បាច់ផ្លែបានបែកបាក់ពាក់កណ្ដាលធ្លាក់ចុះមកក្រោមដោយមានការបំផ្លាញពីជនពាលតាមរយៈការដាក់រំសេវបំបែកយកវត្ថុបុរាណទៅលក់ប្រាសាទនេះត្រូវបានសិក្សាដោយលោកប៉ាម៉ង់ទីយេលោកឡាសង់គីសាលោកអៃមូនីញេនិងលោកបាក់ជិតមួយទសវត្សរ៍មកហើយចុងក្រោយបំផុតសិលាចារឹកដ៏សំខាន់ទាំងនេះដែលមានចំនួនរហូតដល់9ផ្ទាំងត្រូវបានបកប្រែជាបន្តបន្ទាប់ជាពិសេសសិលាចារឹក K341 នៅក្នុងបរិវេណនេះមានប្រាង្គធ
ធំនៅចំកណ្ដាលបែរមុខទៅទិសខាងត្បូងក្បាច់ផ្លែបានបែកពាក់កណ្ដាលធ្លាក់ចុះមកដល់ដីដោយជន់ពេលបំផ្លាញតាមរយៈរំសេវផ្ទុះយកវត្ថុបុរាណឬក្បាលអ្នកតាទៅលក់នៅក្បែរនោះមានប្រាសាទសំខាន់ៗជាច្រើនទៀតនៅខាងក្រៅកំពែងក៏មានក្រុមប្រាសាទតូចធំទាំងអស់យ៉ាងតិចចំនួន9ទៀតផងដែរទំហំទីធ្លាកំពែងប្រាសាទព័ទ្ធជុំវិញទទឹងជាង100ម៉ែត្រនិងបណ្ដោយប្រមាណជាង300ម៉ែត្រទាំងនៅក្នុងបរិវេណនិងនៅក្រៅប្រាសាទមានព្រៃដោះជុំចិត្តតូចធំនិងមានស្រះតូចៗជាច្រើនទៀតហើយមានធ្វើការដ្ឋានថ្មពីសម័យបុរាណនៅខាងលិចប្រាសាទនោះផងដែរនៅក្នុងបរិវេណប្រាសាទចន្ទគិរីមានការជីកកោះកកាយរករោគវត្ថុបុរាណធ្វើឲ្យបំណែកផ្ទាំងថ្មតូចៗធំរបើកឡើងរាយប៉ាយខូចខាតស្ទើរ 90% ក្បាច់ផ្ដែប្រាង្គប្រាសាទអ្នកបួសដ៏ធំជាងគេត្រូវបំផ្លាញពីការដាក់រំសេវបំផ្ទុះនៅទសវត្សរ៍ទី90វាជាការសោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបានពីការបំផ្លាញដ៏ប្រឡ័យនេះដោយរួមទាំងមិនទាន់បានសង្គ្រោះវានៅឡើយប្រាសាទភ្នំព្រះលៀនប្រាសាទភ្នំព្រះលៀនមានទីតាំងស្ថិតនៅភូមិក្រាំងដូងឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យខេត្តព្រះវិហារប្រាសាទនេះមានចម្ងាយប្រហែល25គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារប្រាសាទនេះស្ថិតលើកូនភ្នំមួយមានកម្ពស់ប្រហែល150ម៉ែត្រនៅជិតផ្លូវជាតិលេខ62ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាសេដ្ឋកិច្ចខេត្តព្រះវិហារដោយប្រជាជនប្រកបមុខរបរធ្វើស្រែចម្ការបរបាញ់សត្វនេសាទរោគជ័រជាដើមផ្សារមានដូចជាផ្សារកំពង់ប្រណាក់ផ្សារគូលែនផ្សារភ្នំដែកផ្សាររវៀងផ្សាររ៉ាម៉ស្រអែមផ្សារស្រយ៉ង់ឬផ្សារស្រអែមបាទរឿងប្រវត្តិរបស់ខេត្តព្រះវិហារសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះបើសិនជាបងប្អូនពេញចិត្តគាំទ្រនៅការអត្ថាធិប្បាយរបស់ខ្ញុំសូមកុំភ្លេចជួយ Subscribe Channel YouTube ម្នាក់មួយផងដែរដើម្បីខ្ញុំមានកម្លាំងចិត្តនឹងដកស្រង់យកប្រវត្តិខេត្តផ្សេងៗនិងប្រវត្តិបុរាណខ្មែររបស់យើងយកមកអត្ថាធិប្បាយជូនបងប្អូនស្ដាប់កំសាន្តទាំងអស់គ្នាបើសិនជាមានការខុសឆ្គងនៅការអត្ថាធិប្បាយសូមអធ្យាស្រ័យអភ័យទោសដល់រូបខ្ញុំបាទផងចុះនៅពេលនេះសូមអរគុណសូមជម្រាបលាជួបគ្នានៅការអត្ថាធិប្បាយក្រោយៗជាបន្តទៀត